ជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែងមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែងមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយ
បើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរើសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងពន្លត់ភ្លើងកំហាំងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមฤតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខ
មិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានកន្តៃមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដល់ត្រើយសោយគូតដាក់បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខ
មិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមិលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្តបានទាំងបុណ្យច្រើនបាបចាស់បាបថ្មីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំពាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដងមេឃរាំងមេឃភ្លៀងមេឃភ្លៀងមេឃរាំងជាដំណើររបស់ធម្មជាតិមានអ្នកណាខាត់បានទេជីវិតនេះមានសុខមានទុក្ខមានជួបមានព្រាត់មានចំណេញមានខាតមានសរសើរមាននិន្ទាជារឿងធម្មតាគ្មានអ្នកណាគេចផុតបានឡើយបើមានបុណ្យច្រើនរួមផ្សំជាមួយការប្រឹងប្រែងផងក៏ជួបរឿងល្អរកស៊ីក៏ចេះតែកាក់កបទៅតែពេលបាបឲ្យផលក៏ជួបរឿងមិនល្អរកស៊ីខាតឡុងចុងទៅ
ដំណើរជីវិតនេះមើលមិនឃើញទេសូមកុំផ្ដេកផ្ដួលកុំផ្ញើសេចក្តីសុខនៅលើអ្នកដទៃឬរបស់ខាងក្រៅទាំងស្រុងពេករបស់ទាំងនោះតែងមានការប្រែប្រួលទៅវិញជាធម្មតាពេលបានក៏ត្រូវទទួលដោយស្មារតីតែកុំមានមោទនភាពកុំអួតក្អេងក្អាងខ្លាំងពេកហើយពេលបាត់បង់ទៅវិញអ្នកត្រូវស្វែងយល់ពីដំណើរប្រែប្រួលនៃធម្មជាតិត្រូវរៀនទទួលស្គាល់ការពិតត្រូវដឹងថាអ្នកគ្មានសមត្ថភាពឃាត់ឃាំងដំណើរប្រែប្រួលនៃធម្មជាតិបានឡើយបើអ្នកមិនព្រមទេអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេអ្នកត្រូវតែយល់ជីវិតនេះតែងជួបបញ្ហាអីចឹងឯងបើជួបហើយប្រឹងដោះទៅប្រឈមមុខទៅចាត់ទុកវាជាមេរៀនគិតថាវាជាផលនៃបាបចាស់ហើយយកវាជាឱកាសសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមរួចបន្តដំណើរទៅមុខទៀតកុំដាក់ច្រវាក់ខ្នោះគ្នាខ្លួនឯងនៅក្នុងគុកអតីតកាលអីកុំបណ្ដោយឲ្យចិត្តអ្នកសោកសៅខ្លាំងពេកវានឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងមិនខានព្រមតាមហេតុរឿងរ៉ាវគ្រប់យ៉ាងសុទ្ធតែមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានរឿងល្អកើតព្រោះអំពើល្អដែលអ្នកបានសាងរឿងអាក្រក់កើតព្រោះកម្មអាក្រក់ដែលអ្នកបានប្រព្រឹត្តគ្មានអ្វីជារឿងចៃដន្យទេបុគ្គលសាងនៅកម្មណារមែងទទួលផលនៃកម្មនោះវិញមិនខានគ្មានអ្នកណាម្នាក់អាចរត់គេចពីកម្លាំងកម្មបានឡើយបើអ្នកបានធ្វើទានរក្សាសិលចម្រើនបុណ្យច្រើនពីអតីតមកលោកអ្នកក៏បានជួបរឿងល្អច្រើនសេចក្តីសុខច្រើនទៅតែបើអ្នកមិនបានសាងបុណ្យមកពីអតីតច្រើនទេកើតមកជាតិនេះក៏ខ្វះមុខខ្វះក្រោយមិនសមប្រកបដូចគេអ្នកខ្លះនៅពេលបច្ចុប្បន្នធ្វើល្អច្រើនតែដោយសារសេសសល់ផលកម្មចាស់ក៏ត្រូវទទួលរងផលនៃកម្មនោះរហូតស្រាកស្រានទើបអាចទទួលផលបុណ្យថ្មីដែលខ្លួនធ្វើនៅពេលបច្ចុប្បន្ននេះវិញបើជួបបញ្ហាហើយត្រូវហ៊ានប្រឈមមុខដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពហើយបើដោះបានប៉ុណ្ណាក៏ត្រូវចេះព្រមទទួលតាមប៉ុណ្ណឹងទៅកុំត្អូញត្អែពេកអីផលនៃកម្មដែលយើងបានប្រព្រឹត្តទេដោះហើយត្រូវដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេក
ចិត្តវាឲ្យយើងជ្រះថ្លាមកវត្តហ្នឹងត្រូវមួយណាហ្នឹងហើយនៅក្នុងផ្លូវត្រូវហើយមានន័យថាមកទៅបានថ្វាយគុំព្រះបានប្រគេនតីទានគេនចង្ហាន់បានថ្វាយគុំបច្ចេកដីអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមដោយអំពើល្អហើយអំពើល្អហ្នឹងជួយតម្រង់ផ្លូវឲ្យយើងរគិតហ្នឹងក៏ត្រូវជួបមនុស្សហ្នឹងក៏ល្អសម្រាប់ចិត្តហ្នឹងក៏សំប្រកបអញ្ចឹងណាអាហ្នឹងកម្លាំងបនវារុញអញ្ចឹងណាបើផ្ទុយទៅវិញមួម៉ៅស្មុកស្មាញដាក់ទៅភ្លុងខុយអាហ្នឹងចិត្តនេះវាអត់ស្រស់អត់សុបាយអត់ជ្រះថ្លាដល់សម្រាប់ចិត្តមិនសូវត្រូវអញ្ចឹងណាអញ្ចឹងបាននៅពេលលឹមមុននឹងងើបពីគេងហើយនឹងក៏ឲ្យចិត្តជ្រះថ្លាថ្វាយគុំមាសការពុទ្ធពធប្រសង់អញ្ចឹងណាហើយសូមជូនបុណ្យដល់លោកឪពុកអ្នកម្ដាយដូនជីតាឲ្យបានសេចក្តីសុខថាចែកម្លែកសេចក្តីស្រឡាញ់អញ្ចឹងណាអញ្ចឹងយើងជ្រះថ្លាហើយតែចិត្តជ្រះថ្លាហើយធ្វើអីក៏វាល្អវាត្រូវបើឧទាហរណ៍ថាព្រលឹមឡើងមួម៉ៅចេញទៅឃើញមុខពីណាក៏ដូចមិនសូវសប្បាយដែរមែនទេណាចឹងចង់បានសេរីសួស្តីឆ្នាំថ្មីតើកុំសូវមួម៉ៅហើយដូចថារឿងអីជួបហើយបោះចោលទៅទៀតណាចឹងណាយើងហ្នឹងហើយយកជាមេរៀនណាហើយទៅមុខទៀតថ្មរឿងល្អថ្មជួបញោមមែនគាត់ញោមអង្គញាគាត់រកស៊ីរកដូរគាត់ថាព្រះអង្គបើយើងដេកតាអោបរឿងចាស់ទៅមុខអត់រួចទេវានៅវិលញោមវិលចឹងគាត់ថាទេព្រះអង្គអើយកាលណាអាចខាតខ្លាអីខ្លះទៅហើយទៅមុខទៀតហើយធ្វើម៉េចបើវាខាតហើយចឹងណាហើយបើនៅដេកស្ដាយហ្នឹងវាមានបានអីមកវិញមែនទេចឹងគាត់ថាអត់ទេព្រះអង្គកាលណាទៅហើយកណាទៅទៀតនៅវិវល់ហ្នឹងអញ្ចឹងហើយគាត់ចិត្តធ្វើទៀនគាត់ថ្មស្ដាប់គាត់និយាយគាត់ល្អម្ល៉េះព្រះអង្គបើយើងកំណាញ់យើងមិនព្រមចេះចែកម្លែកឧទាហរណ៍ថាទទួលភ្ញៀវពលឺអីយើងស្វិតហើយណាគេរស់ស៊ីមួយយើងចឹងណាអើយថាគេថាអូមនុស្សនេះមិនកើតទេចឹងអៀតណាអញរស់ស៊ីជាមួយមិនកើតទេអញ្ចឹងគាត់ថាអត់ទេព្រះអង្គកាលណាសុខចិត្តដូចថាគាត់ភ្ញៀវពលឺអីចឹងគាត់ទទួលប៉ុន្តែហើយដល់ពេលគាត់ថាដល់ពេលចិត្តគាត់ដូចថាចេះទទួលភ្ញៀវបើនៅក្នុងធម៌លោកហៅអតិថិបលីចេះទទួលភ្ញៀវដល់ពេលបានផលមកវិញក៏ច្រើនចឹងណានៅក្នុងធម៌លោកឲ្យមានបលី5អតិថិបលីចេះទទួលភ្ញៀវញាតិបលីចេះសង្គ្រោះញាតិរាជបលីបងពុនជូនរត់ហើយនឹងពពៈពេតបលីសង្គ្រោះឧទ្ទិសបុណ្យដល់ញាតិឪពុកម្ដាយជីដូនជីតាដែលស្លាប់ទៅយើងធ្វើបុណ្យឧទ្ទិសជូនគាត់ហើយនឹងទេវបលីចែកបុណ្យដល់ទេវតាអ្នកដែលបានធ្វើពលីទាំង5ហ្នឹងនឹងបានសេចក្តីចម្រើនសេចក្តីវិន័យមិនងាយមានទេឲ្យធ្វើបានល្អអញ្ចឹងណាអនុមោទនាអាត្មាសង្កេតឃើញញាតិញោមមួយចំនួនធំដែរគាត់ធ្វើរវាយគាត់ដេកមិនលក់គាត់ពិបាកចិត្តគាត់ឆេវឆាវគាត់មួម៉ៅគាត់ stress អានឹងដោយសារយើងបដែតបដោយចិត្តនឹងយូរពេកមិនមានអង្គរៈការពារចិត្តកុំឲ្យសត្រូវមកធ្វើបាបដុតបំផ្លាញសេចក្តីសុខក្នុងចិត្តណាសំដៅទៅលើសតិស្មារតីដែលពុទ្ធឲ្យយើងរៀនយកសតិស្មារតីនឹងមកនៅខ្លួនយើងជាប្រចាំចិត្តគិតអីកំពុងនិយាយអីកំពុងធ្វើអីកំពុងញ៉ាំអី
កំពុងតែចូលបន្ទប់ទឹកឬក៏ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងដូចថាយើងប្រឡែងខ្លួនចោលអត់សតិរវើរវាយធ្វើភ្លឹកដូចថាព្រលឹងអត់នៅខ្លួនណាកំពុងតែធ្វើនេះប៉ុន្តែចិត្តរត់ទៅឯណាឯណីទៅប្រេះទៅប្រដាស់ហើយទៅកាលណាយើងបដោយចិត្តចឹងរឿយទៅវាអត់មានស្មារតីនៅខ្លួនធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងការគិតរបស់យើងរហូតដល់ថ្នាក់យើងមិនចង់គិតចិត្តហ្នឹងក៏វានៅវិលខ្ញាល់អញ្ចឹងទៅរហូតដល់អ្នកខ្លះគេមិនលក់ឬក៏ធ្វើឲ្យពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងតើយើងហ៊ានបង្កើនស្មារតីហ្នឹងក្នុងជីវិតប្រចាំថ្ងៃហ្នឹងការធ្វើសមាធិក៏ជួយច្រើនដែរពីព្រោះសមាធិទាញស្មារតីមកផ្ចង់នឹងអារម្មណ៍កម្មដ្ឋានណាមួយឧទាហរណ៍ថាខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលអញ្ចឹងជាដើមអញ្ចឹងយើងបង្កើនទ័ពស្មារតីហ្នឹងឲ្យច្រើនដើម្បីត្រួតពិនិត្យមើលដំណើររបស់ចិត្តនឹងឧទាហរណ៍ទៅកំពុងតែមើលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលវាsẽប្រគិតចេញទៅអានេះខ្ចីលុយអញអានោះថាឲ្យអញអីចឹងទៅយើងដឹងអូចិត្តអញរត់ចេញពីដង្ហើមអញ្ចឹងហៅត្រឡប់មកវិញស្មារតីហ្នឹងអ្នកហៅត្រឡប់មកវិញដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអញ្ចឹងកងទ័ពការពារចិត្តហ្នឹងវាច្រើនសតិស្មារតីហ្នឹងវាច្រើនអញ្ចឹងអត់ឲ្យចិត្តហ្នឹងរងគ្រោះដោយសារអារម្មណ៍ខាងក្រៅខ្លាំងពេកទេហើយយើងអាចបង្កើនស្មារតីក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាដើរឲ្យមានស្មារតីថាយើងដើរយើងអង្គុយយើងនិយាយស្ដីហ្នឹងឲ្យវាមានពលឹងនៅខ្លួននេះជាភាសាខ្មែរភាសាធម៌គឺឲ្យមានស្មារតីនៅខ្លួនដឹងថាអាត្មាអញកំពុងតែអង្គុយអាត្មាអញកំពុងតែនិយាយអាត្មាអញកំពុងតែធ្វើសកម្មភាពនេះធ្វើសកម្មភាពនោះបើសតិស្មារតីនឹងនៅនឹងខ្លួនបានច្រើនចិត្តអ្នកនឹងអត់សូវរវើរវាយចិត្តអ្នកនឹងអត់សូវហោះចេញពីខ្លួនទេអញ្ចឹងអ្នកនឹងអត់សូវទទួលរងគ្រោះដោយសារអារម្មណ៍គីខាងក្រៅមកដុតរូលឲ្យក្តៅក្រហាយទេដែលចិត្តរបស់យើងក្តៅក្រហល់ក្រហាយហ្នឹងដោយសារយើងចេះតែប្រឡែងខ្លួនអត់មានអ្នកការពារសោះគេនិយាយស្ដីតិចក្តៅកើតទុកអស់មួយអាទិត្យពីរអាទិត្យទៅជួបរឿងឯណាមិនពេញចិត្តទៅដេកពិបាកចិត្តអស់មួយអាទិត្យពីរអាទិត្យទៅគ្រាន់តែទៅអានឬក៏ជួបបញ្ហាអីចឹងទៅគឺថាវល់វិលនៅក្នុងខ្លួនហ្នឹងធ្វើឲ្យអាចិត្តហ្នឹងវាអត់មានប្រព័ន្ធការពារសោះស្អីក៏អាចលួចប្លន់សេចក្តីសុខស្អីក៏អាចធ្វើឲ្យចិត្តហ្នឹងកើតទុក្ខបានដែរអញ្ចឹងសតិស្មារតីហ្នឹងសំខាន់ណាស់ជាគ្រឿងការពារជារនាំងជាទ្វារជារបងការពារមិនឲ្យអកុសលឬក៏អារម្មណ៍ដែលនាំឲ្យក្តៅក្រហាយហ្នឹងយើងអាចទប់ស្កាត់បានខ្លះតែថាយើងមិនអាចទប់ស្កាត់បានទាំងស្រុងប៉ុន្តែសតិហ្នឹងវាដឹងថាអញបើគិតរឿងនេះទៅវាក្តៅក្រហាយអញ្ចឹងផ្ចង់ចិត្តទៅលើអារម្មណ៍នេះវិញនាំឲ្យចិត្តហ្នឹងជ្រះថ្លាសបាយនឹកគុណពុទ្ធទៅសបាយនឹកគិតដល់បុណ្យដែលខ្លួនបានធ្វើទៅសបាយនៅក្បែរមនុស្សនេះទៅដូចតិចចិត្តដូចស្រស់អញ្ចឹងស្ដាប់ធម៌ទៅបានចម្រើនចំណេះដឹងបញ្ញាញាណអញ្ចឹងទៅអញ្ចឹងទាញចិត្តឲ្យបង្អោលមកនៅក្នុងអារម្មណ៍ណាដែលនាំឲ្យកើតចិត្តជ្រះថ្លាហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាចេះនេះវាចុះទាំងអានឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍ថាបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអាហ្នឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទោមនស្សនឹងហ្មង
ហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយរស់ស៊ីមានបានទៅបានយើងអូសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងហើយយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយឡើងជាផលបុណ្យផលនៃការពឹងពែងពេលធ្លាក់បាបឲ្យផលហ្នឹងយើងមិនឡើងខ្ពស់តាមរឿងហើយក៏មិនដុនដាបធ្លាក់ចុះតាមរឿងដែលកើតឡើងដែរកំណត់ដឹងថានឹងជារឿងក្នុងលោកតែប៉ុណ្ណឹងអញ្ចឹងយើងអត់ផ្ញើសេចក្តីសុខទាំងស្រុងទៅលើរឿងខាងក្រៅនឹងយើងយកសតិបញ្ញាជាអ្នកជួយផ្ដល់សេចក្តីសុខឲ្យខ្លួនយើងវិញអាហ្នឹងតើយើងសំរឿយបានអាចទប់ស្កាត់បានណាដូចថាយើងមានអ្នកការពារនៅមុខផ្ទះអញ្ចឹងយើងរឿងហៅចោលអីមិនងាយចូលផ្ទះចិត្តរបស់យើងបានទេអកុសលមួមកក្តៅក្រហាយអន់សពុនចិត្តជាប់ជំពាក់ហួងហែងប្រកាន់ហ្នឹងវាអត់ងាយចូលក្នុងចិត្តរបស់យើងបានទេដោយសារយើងមានសតិបញ្ញាជួយនៅខាងក្នុងជួយទប់ពីខាងក្នុងទៅជូនជាធម្មទានខ្លីសម្រាប់កូនប្រុសកូនស្រីចម្បានសេរីសួស្តីអញ្ញញាតិញោមទាំងអស់គ្នាស្ដាប់តិចណាញាតិញោមណាញាតិញោមជើញចូលរួមណាបាទថាសេរីសួស្តីវាចូលមកជីវិតយើងតាមទ្វា3ទ្វា1មិនមែនទ្វាផ្ទះទេណាទ្វា1គឺទ្វាកាយរបស់យើងនឹងទន់ភ្លន់រស់រាយរាក់ទាក់ចេះទទួលភ្ញៀវតែបានទេកាយរបស់យើងនឹងចេះជួយទុកទរៈម៉ែឪបងប្អូនមិនកអើតកតោម៉ែកាយល្អសេរីសួស្តីចូលតាមទ្វាកាយមួយទ្វាទី2គឺទ្វាវាចាសម្ដីសម្ដៅពីរោះពិសារស់រាយរាក់ទាក់ជាមួយបងប្អូនមីងមាទាំងសាច់យើងទាំងសាច់ថ្មីហ្នឹងហៅសាច់ថ្លៃហ៎បើលោកតាបណ្ឌិតកុលភេងគាត់ថាមិនចង់ឲ្យហៅថ្លៃទេគាត់ថាឲ្យហៅសាច់ធัวវិញមិនមែនឪពុកក្មេកទេឪពុកធัวហ្នឹងហើយខ្លាយទៅជាឪពុកហើយលែងក្មេកសាច់ថ្លៃសាច់អីហើយអញ្ចឹងសម្ដីសម្ដៅយើងល្អសេរីសួស្តីមកបងគេចូលចិត្តគេរាប់អានគេគិតថាទេមនុស្សនេះត្រឹមត្រូវថ្លៃថ្នូរសម្ដីសម្ដៅពីរោះតែបានអីចឹងថ្ងៃឲ្យម៉ាត់ណាម៉ាត់នឹងមិនប្រឡេមប្រឡំបាតដៃខ្នងដៃទេអាហ្នឹងទ្វាទី2ដល់ទ្វាដែលបើកសេរីសួស្តីចូលទី3គឺទ្វាចិត្តហ្នឹងមិនទំនុំគុំគួនមិនស្អប់មិនចំណែនមិនដិនទាមិនទៅចាក់ចុចអេកអូចអ្នកណាទេឃើញគេសុខមានតែត្រីអបើគេមានទុកមានតែចិត្តអាណិតអត់មានតែជន់ឈ្លីអីគេទេហើយចិត្តនឹងល្អអញ្ចឹងប៉ុនហ្នឹងជួយហៅប៉ុនចាស់មកឲ្យផលដែរបើផ្ទុយទៅវិញណាបងប្អូនប្រុសបងស្រីចាំចេះបើឧទាហរណ៍ថាយើងសម្ដីអាក្រក់អាហ្នឹងបាបថ្មីហើយវាមានពួកម៉ាក់វាបាបចាស់គេស្អប់ហ្មងទេអញចង់រកស៊ីជាមួយអាមួយនឹងអាក្រក់ណាសម្ដីវាឃើញទេអបកម្មាំងគុលចូលមកតាមទ្វាអីវិញអាហ្នឹងទ្វាវាចាលេងកាយនឹងចងេងចងាងក៏អើតក៏តោមិនស្គាល់ចាស់មិនស្គាល់ទុំអូអានេះតាម៉ែឪវាមិនដឹងផងហើយមករកស៊ីមួយយើងវាអត់មានរឿងអីគ្រប់យើងទេឃើញទេ
អពមង្គលចូលតាមទ្វាវាអីទ្វាកាយអញ្ចឹងអូនប្អូនចង់បានសេរីសួស្តីចង់បានក្រុមគ្រួសារល្អបើកទ្វាសេរីហើយបិទទ្វាអពមង្គលកាយវាចាហ្នឹងឲ្យល្អអាហ្នឹងឈ្មោះថាបើកទ្វាសេរីហើយយល់ទេចឹងហ្នឹងហើយអ្នកដែលបានទៅរៀបចំកាយវាចាចិត្តល្អហ្នឹងឈ្មោះថាមានសោយកទៅចាក់បនចាស់យកមកប្រើអ្នកដែលមួម៉ៅក្តៅក្រហាយស្មុកស្មាញកញេកញើសម្ដីសម្ដៅអាក្រក់ទៅបិទទ្វាបនចាស់ហ្មងទោះជាមានបនមកវាឃើញតែមុខមនុស្សកញើហ្នឹងវាទៅវិញឲ្យបនហ្នឹងវាអត់ចូលរួចទេវាខ្លាចយល់ទេចឹងយល់ទេដល់ថ្ងៃចងេងចងាងទៅបនវាគ្រាន់តែឃើញមុខអញសំមកនៅជាមួយវាទេសេរីវាអត់សំនឹងមកនៅជាមួយមនុស្សកញេកញើចឹងហ៎បានទេចឹងណាចឹងរស់ស៊ីតិចបានតិចរស់ស៊ីបានច្រើនត្រូវធ្វើម៉េចធ្វើកាយវិចារចិត្តនឹងឲ្យស្រស់ឲ្យល្អអានឹងបនថ្មីបើយើងខ្វះបនចាស់យើងត្រូវព្យាយាមសាងបនថ្មីអាចជួយយើងឲ្យបានចម្រើនទៅមុខហើយជាពិសេសយើងបានសុខហ្នឹងហ្មងណាហ្នឹងហើយមិនមួម៉ៅក្តៅក្រហាយក្រហល់ឆ្លោះប្តីភ្ជួរប្រពន្ធទេហើយបើនៅក្នុងធម៌ថាបើម៉ែល្អកូនឯមកបដិសន្ធិជាមួយយើងហ្នឹងក៏កូនល្អកូនទេវបុត្រកូនទេពធីតាដែរបើយើងមួម៉ៅកញេកញើកូនមិនសូវល្អទេតាមក្បួនពេទ្យក៏អញ្ចឹងដែរ stress ម៉ែ stress ច្រើនកូនមកកើតមករៀងខ្សោយបញ្ញាហ្មងមួម៉ៅឆ្លោះគ្នាតាមក្បួនធម៌ថាបើពីរនាក់ហ្នឹងអត់ល្អទេកូនដែលមកកើតហ្នឹងអត់ល្អដែរយល់ទេចឹងហ្នឹងហើយអនុមោទនាមានញាតិញោមមួយចំនួនដែរផ្ញើសារមកសួររឿងតើសម្រាប់ខ្លួននៅវាមានបាបអត់សម្រាប់ខ្លួនទៅវាផុតទុក្ខអត់ឬក៏តែគាត់មានអារម្មណ៍មិនចង់រស់អានឹងវាចូលក្នុងវិបត្តិផ្លូវចិត្តណាគាត់សំរឿងទុក្ខសោកក្នុងចិត្តឬក៏រឿងដដែលវាកើតឡើងធ្វើឲ្យគាត់ធុញទ្រាន់អស់កម្លាំងលែងចង់រស់ទៀតឬក៏គាត់ជួបបញ្ហាធ្ងន់ធ្ងរអីចឹងទៅប៉ុន្តែអានឹងវាកើតឡើងវាមិនមែនកើតអញ្ចឹងភ្លាមវាសំតិចម្ដងគិតច្រើនតូចចិត្តអន់ចិត្តភ័យព្រួយបារម្ភខ្លាចឬក៏ជំងឺឈឺស្កាត់នឹងវាធ្វើឲ្យគាត់នឹងអស់កម្លាំងលែងចង់រស់ទៅទៀតសួរថាសម្រាប់ខ្លួននឹងបាបអត់វាចេះវាមានពីររឿងមួយបើឧទាហរណ៍ថាជួយសង្គ្រោះម្ដាយជួយសង្គ្រោះអ្នកមានគុណហ៊ានបរិច្ចាគជីវិតឧបមាថាគេត្រូវការថ្លើមគេត្រូវការប្រមាថគេត្រូវការអីចឹងថាយកចោះធ្វើម៉េចឲ្យតែពុកធ្វើឲ្យតែម៉ែខ្ញុំរស់អាហ្នឹងជាបនវិញការលះបង់អញ្ចឹងណាប៉ុន្តែការលះបង់ដោយខឹងដោយធុញទ្រាន់នេះអានេះវាជារឿងអកុសលសម្រាប់ខ្លួននឹងមានទោសបើនៅក្នុងវិន័យព្រះអង្គមិនឲ្យភិក្ខុសម្រាប់ខ្លួនទេភិក្ខុណាសម្រាប់ខ្លួនត្រូវអាបត្តិដែលត្រូវអាបត្តិនឹងមួយហើយរឿងមួយទៀតរឿងទោមនស្សផ្លូវចិត្តមិនសบายចិត្ត
ធុញទ្រាន់ហ្នឹងជាលក្ខណៈនៃទោសៈចិត្តប៉ុន្តែនិយាយអញ្ចឹងมันអាចទាញចិត្តឲ្យអ្នកដែលមានបំណងចង់សម្រាប់ខ្លួននឹងមកវិញបានទេវាត្រូវការផ្សំផ្គុំជួយគ្នាទាំងអស់ទាំងឧទាហរណ៍ថាអ្នកជុំវិញខ្លួនជាប្តីប្រពន្ធជាបងប្អូនសមាជិកគ្រួសារមិត្តភ័ក្តិហ្នឹងតើឡាជួយជុំចែងកុំបន្តិចបង្អាក់ស្ដីបន្ទោសថាឲ្យវាជន់លើជន់ណាគាត់មានវិបត្តិក្នុងចិត្តរបស់គាត់ហើយយើងអត់យល់គាត់យើងថាស្ដីឲ្យទៅទៀតគឺតែដុនដាបហើយជួនកាលមនុស្សហ្នឹងមិននិយាយមិនស្ដីរៀងតក់មកទៅមើលស្ងាត់ស្ងៀមអញ្ចឹងទៅពេលខ្លះយើងគិតថាវាខ្ជិលវាអីអញ្ចឹងទៅវិញទៅណាចឹងផ្នែកមួយនៃការព្យាបាលគឺមនុស្សជុំវិញខ្លួននឹងជាកម្លាំងចិត្តសំខាន់ណាទី2រឿងថ្នាំព្យាបាលបើមានវិបត្តិផ្លូវចិត្តនឹងធ្ងន់កុំលាក់កំបាំងកុំខ្លាចគេថាយើងចែងចុះជួបលោកគ្រូពេទ្យជំនាញដើម្បីឲ្យគាត់ជួយស្វែងយល់ហើយនឹងអាចប្រើប្រាស់ថ្នាំជួយសម្រួលអារម្មណ៍បានគេងគ្រប់គ្រាន់មានកម្លាំងកំហែងញ៉ាំឲ្យបានទៅហើយនឹងដើរហើយអញ្ចឹងដូររបៀបរស់នៅជួនកាលជំងឺនោះវាធ្វើឲ្យយើងធ្មើកមិនចង់ងើបមិនចង់ដើរមិនចង់ចេញខ្ជិលហ្មងអានោះតើយើងយកឈ្នះវាកុំបដោយតាមវាទាញឲ្យយើងនៅកន្លែងស្ងាត់កន្លែងងឹតម្នាក់ឯងសោកសៅសោកសង្រេងអញ្ចឹងទៅហើយវាជន់យើងអាហ្នឹងអញ្ចឹងដូរអីយ៉ាបត់រស់នៅចេញទៅធ្វើការស្រោចដំណាំស្រោចដំណោចដើរហាត់ប្រាណធ្វើនេះធ្វើនោះកុំឲ្យវាស្លង់ទៅក្នុងអារម្មណ៍ហ្នឹងភាសាងាយយល់ហើយនឹងការអប់រំផ្នែកស្មារតីតាមរយៈការធ្វើសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណាឧបមាថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានរឿងល្អខ្លះមិនល្អខ្លះណារឿងល្អយើងទទួលយើងចាត់ទុកថាជាផលបុណ្យណាហើយរឿងណាមិនល្អជួបហើយទៅមុខទៀតមិនអោបមិនរែកពុនរឿងទាំងអស់នឹងទុកក្នុងចិត្តទេពីព្រោះបើយើងអោបយើងរែកពុនទៅអារឿងហ្នឹងវាជាសកត់យើងធ្ងន់ទៅពីព្រោះចិត្តនេះដោយន័យថាសន្សំសន្តានដូចយើងសន្សំលុយក្នុងធនាគារអញ្ចឹងតែយើងសន្សំច្រើនវាបានលុយច្រើនបើយើងខ្ចីច្រើនវាយើងជពាក់គេច្រើនហើយយ៉ាងណាចិត្តហ្នឹងបើវាសន្សំអីវាច្រើនអាហ្នឹងវាសន្សំទុកសោកទុយចិត្តអន់ចិត្តបាក់ចិត្តអីហ្នឹងវាកើនអាហ្នឹងកើនសេចក្តីទុកហើយប៉ុន្តែបើយើងរៀនដូរមកថាយើងនឹករឿងណានាំឲ្យរីករាយជួបអ្នកណានាំឲ្យសប្បាយចិត្តធ្វើកិច្ចការងារអីធ្វើឲ្យចិត្តហ្នឹងវាស្រស់ឡើងវិញណាអាហ្នឹងផឹងសំផ្នែកខាងហ្នឹងទៅ account ខាងល្អហ្នឹងទៅខាង account ខាងអាក្រក់ខ្ចីគេនោះកុំទៅខ្ចីពេកទេអញ្ចឹងសំចិត្តស្រស់ស្រាយរីករាយអឺថាលវាសលវៀងណាកុំស្ទុះអានឹងឲ្យច្រើនទៅតិចម្ដងទើបយើងអាចឈ្នះវាបានសមត្ថភាពអប់រំផ្លូវចិត្តនេះជួយទប់មួយផ្នែកធំដែរដូចថាយើងមិនអោបទុកទេវាដូចថាហើយសង្ខារធម៌កើតរលត់ទាំងរឿងល្អរឿងអាក្រក់អញ្ចឹងរឿងល្អកើតហើយរលត់ទៅរឿងអាក្រក់កើតហើយរលត់ទៅហើយទៅមុខទៀតទៅជួបរឿងខាងមុខទៀតអញ្ចឹងវាសំពីងសំពងរឿងអតីតផងភ័យរឿងអនាគតផងអាបច្ចុប្បន្នដោះស្រាយវល់វាធ្ងន់ទៅអញ្ចឹងអាត្មាសរុបមកវិញថាការសម្រាប់ខ្លួននោះសួរថាមានបាពេវាបាបត្រង់ទូមនោះហ្នឹងហ្មងវាមិនស្រស់មិនថ្លាដល់នៅក្នុងធម៌តកណាចតិចិត្តហ្នឹងវាទូមនោះទោសៈវាអត់ល្អឯងកតិឬក៏បដិសន្ធិក្នុងជាតិទៅមុខហ្នឹងគឺចុះក្រមឯងតកណាពេលមុនស្លាប់ហ្នឹងទូមនោះផ្លូវចិត្តហ្នឹងអាហ្នឹងគាត់តែឆ្លើយមួយម៉ាត់ចោលអញ្ចឹងទៅចាស់ប៉ុន្តែរបៀបជួយសង្គ្រោះខ្លួនឯងអាត្មាថាកុំឲ្យលាក់និយាយប្រាប់
មិត្តភ័ក្តិបងប្អូនណាជិតស្និទ្ធដែលអាចឲ្យគាត់ជួយឲ្យយោបល់បានកុំគិតថាអញមិនប្រាប់ណាអញខ្លាចអត់អីកុំអ្នកណាក៏មានវិបត្តិផ្លូវចិត្តរៀងខ្លួនតិចច្រើនតាមកម្លាំងសមត្ថភាពផ្លូវចិត្តគ្រប់រៀងខ្លួនតែអញ្ចឹងប្រាប់បើថាបើធ្ងន់ធ្ងរត្រូវជួបពិគ្រោះជាមួយលោកគ្រូពេទ្យកុំខ្លាចគេថាយើងឈួតអីអានឹងរឿងសុខភាពយើងតាចាត់ទុកថាវាជាជំងឺគុណពវៀនដាសាយឬក៏គុណឈាមអញ្ចឹងទៅវិញទៅព្រោះអ្នកណាពុទ្ធលោកថាគ្មានអ្នកណាក្នុងโลกនេះដែលថាគ្មានជំងឺផ្លូវចិត្តហ្នឹងអត់មានទេលើកលែងតែព្រះអរហន្តមួយដែលអត់មានជំងឺផ្លូវចិត្តក្រៅពីនឹងពុទ្ធជនទាំងលោកទាំងប្រសក់សិតតែមានជំងឺផ្លូវចិត្តដូចគ្នាគាត់តែតិចច្រើនតាមកម្លាំងនៃការអប់រំចិត្តប៉ុណ្ណឹងឯងនឹងបើទី2បើថាមិនធ្ងន់ធ្ងរត្រូវតែជួបពិគ្រោះជាមួយលោកគ្រូពេទ្យហើយនឹងទី3រៀនធ្វើសមាធិរៀនស្ដាប់ធម៌ស្វែងយល់អំពីការពិតនៃជីវិតមិនអោបកសោបសេចក្តីទុក្ខនឹងក្នុងចិត្តនឹងយូររៀនដូចថារៀនដោះលែងខ្លួនឯងឲ្យផុតពីសេចក្តីទុក្ខអានឹងយើងអាចជួយខ្លួនឯងបានធម្មតាចិត្តវាតែងតែគិតរឿងនេះរឿងនោះវាតែងតែតោងរកអារម្មណ៍ហើយប៉ុន្តែបើយើងបដែតបដោយវាពេកវាមានបញ្ហាដល់យើងដែលថាជាម្ចាស់ចិត្តចុះសន្មត់ទៅអញ្ចឹងវាទៅជាគិតមិនចង់គិតក៏ចេះតែចេញមកមិនចង់ខឹងអ្នកនឹងឯងប៉ុន្តែវាចេះតែគិតទៅឃើញតែអ្នកនឹងមិនចង់រំលឹករឿងកន្លងមកប៉ុន្តែវាចេះតែដិតដាមជាប់មកមិនចង់ភ័យព្រួយរឿងទៅមុខទេប៉ុន្តែវាចេះតែចេញមកហ្មងអានឹងវាមានន័យថាប្រព័ន្ធការពារចិត្តរបស់យើងវាខ្សោយសតិបញ្ញាយើងទប់ទល់នឹងអកុសលកុកចៈក្តៅក្រហាយអីហ្នឹងអត់បានអញ្ចឹងវាមកលុកលុយផ្លូវចិត្តយើងតើរហវិធីសាស្ត្រទប់ទល់អាហ្នឹងយូរទៅវាអាចធ្វើឲ្យយើងឆេវឆាវវាធ្វើឲ្យយើងមួម៉ៅវាធ្វើឲ្យយើងគេងមិនលក់យប់ឡើងវិលរហូតចឹងហើយអានឹងបើវាធ្ងន់ធ្ងរត្រូវមានថ្នាំពេទ្យជួយតាមវិជ្ជាបញ្ជាទៅគេងលក់ស្រួលទៅវាធូរបន្តិចពីព្រោះផ្លូវចិត្តហ្នឹងវាតកតងនឹងដំណេកហ្នឹងខ្លាំងមែនតើកាលណាគេងអត់លក់គ្រប់គ្រាន់គ្រោះថ្នាក់មែនតើហ្មងហើយទៅថាសុខភាពផ្លូវកាយហ្នឹងមើលព្យាបាលហាត់ប្រាណញ៉ាំនៅកន្លែងស្រឡះកុំនៅស្មុកក្នុងកន្ទប់អុកមួយមុខអត់ងើបចេញទៅណាអាហ្នឹងវាបានដៃអាស្មុកអាស្មាញអាមួអាម៉ៅឆេវឆាវហ្នឹងវាមកផ្គុំគ្នានៅកន្លែងសុកមួយមុខហ្នឹងហ្មងអញ្ចឹងតើឡើងងើបតើលវៀងហាត់ប្រាណធ្វើនេះធ្វើនោះដើរទៅស្រោចទឹកបន្លែបកាឬក៏ធ្វើអីទៅឲ្យថាឲ្យវាសកម្មភាពផ្លូវកាយវាអាក់ទីវអាហ្នឹងយើងព្យាបាលពីខាងក្រៅហើយតននៅក្បែរហ្នឹងក៏រកមនុស្សដែលជួយសម្រួលផ្លូវចិត្តដែរហើយអ្នកនៅក្បែរហ្នឹងក៏គួរយល់ដែរបើឃើញគាត់ញ៉ាវម៉ងម៉ាំងឆេវឆាវហ្នឹងខុសពីប្រក្រតីហ្នឹងអាហ្នឹងកំណត់ចំណានថាគាត់មានបញ្ហាផ្លូវចិត្តរបស់គាត់ទេជួនកាលគាត់អត់ចង់អញ្ចឹងទេប៉ុន្តែវាប្រទាញឲ្យទៅអញ្ចឹងហ្មងអាហ្នឹងអកុសលវាធ្ងន់ទៅវាប្រទាញយើងទៅអញ្ចឹងហ្មងអត់ចង់លោឡាមុងម៉ាំងអីទេប៉ុន្តែវាប្រទាញយើងទៅឲ្យមុងម៉ាំងខុសប្រក្រតីអញ្ចឹងហើយដូចថាសារ
បង្អោនចិត្តមកក្នុងការស្ដាប់ធម៌បង្អោនចិត្តមកកន្លែងស្ងប់ស្ងាត់ឧទាហរណ៍ថាមកថ្វាយគុំព្រះបូជាផ្កានៅកន្លែងដែលរៀងស្រឡះស្លុំទៅរៀនធ្វើសមាធិព្រោះអ្នកដែលហាម5ចិត្តលេងបាននឹងដោយសារអត់បានផ្ចង់ស្មារតីចិត្តវាអត់នៅនឹងវារត់តេនតាយទៅអញ្ចឹងតើហ៊ានមកបង្អោនចិត្តនៅក្នុងមេត្តាក្តីសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខបង្អោនចិត្តចំពោះដង្ហើមចេញដង្ហើមចូលអានាបានសតិយូរទៅចិត្តវានៅនឹងដង្ហើមវាអត់រវើរវាយទៅក្រៅច្រើនពេកទេហើយបដៅចិត្តរវើរវាយទៅវាកើតទុកយើងហ្នឹងណាហើយជំងឺនេះមានទាំងអស់គ្នាទាំងអ្នកមានទាំងអ្នកក្រអ្នកទូចអ្នកធំសុទ្ធតែមានជំងឺហ្នឹងហើយរៀនដូចថាកាត់បន្ថយតិចទៅមានបញ្ញាទៅកាត់បន្ថយកំហឹងទៅមិនខឹងមិនគុំទេដូចទៅហ្នឹងហើយជីវិតហ្នឹងវាអញ្ចឹងវាមានបានខ្លះមិនបានខ្លះហ្នឹងហើយគុំមិនចំណែនគេទេអូយបុនគេណាអ្នកឯងមានបានក៏ជើញចោះខ្ញុំមានសេចក្តីសន្តោសហើយខ្ញុំប្រឹងរកបានប៉ុណ្ណឹងខ្ញុំសប្បាយចិត្តនឹងប៉ុណ្ណឹងហើយរឿងណាហួសហើយអាហ្នឹងចាត់ទុកថាផលបាបចាស់ទៅចោះឡើយទៅមុខទៀតប្រឹងធ្វើល្អទៅថ្ងៃស្អែកយើងជួបរឿងណាហ្នឹងដោះរឿងហ្នឹងធ្វើម៉េចយើងមានណាដឹងមុនទេយើងដូចថារៀនកាត់អាសេចក្តីទុក្ខវាជាប់មកពីអតីតហ្នឹងបញ្ញាហ្នឹងជាអាវុធជាកំបិតកាប់ទៅកាត់ឲ្យខ្លីទៅហើយមិនប្រកាន់ពេកបើយើងមួមពេកទៅវានាំឲ្យកើតទុក្ខហ្នឹងក៏ខ្លាំងដែរសកាយទិដ្ឋិការប្រកាន់ខ្លួនហ្នឹងមានអ្នកហ្នឹងអញហ្នឹងអាណាបហម្បាហ្នឹងវាកើតទុក្ខអញ្ចឹងទម្លាក់មកឃើញដំណើរនៃសង្ខារធម្មជាតិវាមានហេតុផលយើងបានប៉ុណ្ណឹងហ្នឹងដោះស្រាយទៅមុខទៀតជីវិតហ្នឹងវាត្រូវជួបរឿងអញ្ចឹងហើយរៀនសម្រួលផ្លូវចិត្តរៀនមានពេលសម្រាកផ្លូវកាយរៀនត្រេកអរនឹងអ្វីដែលយើងមានបានហ្នឹងណាពេលខ្លះវាវល់វក់ពេកទៅនាំឲ្យខ្វល់ខ្វាយចិត្តរកសេចក្តីសុខអត់ឃើញទេហើយតើមានការព្យាបាលពីខាងក្រៅពីថ្នាំពេទ្យជំនួយពីអ្នកនៅក្បែរជំនាញខ្លួនហើយនឹងការព្យាបាលពីខាងក្នុងអានឹងទើបជួយស្រោចស្រង់ផ្លូវចិត្តរបស់យើងឲ្យរឹងមាំឡើងវិញជីវិតយើងម្នាក់ហ្នឹងវាមានពេលខ្លះជួបរឿងល្អទៅមានពេលខ្លះជួបរឿងមិនសូវល្អទៅអាចជាដំណើរធម្មជាតិនៃជីវិតគ្មានអ្នកណាអាចគេចផុតបានទេអ្នកទូចអ្នកធំអ្នកបួសសូម្បីតែព្រះសម្មាសម្ពុទ្ធដែលថាជាអ្នកកំពូលអ្នកមានបុណ្យហ្នឹងក៏គេចមិនផុតពីពេលខ្លះត្រូវគេជេរពេលខ្លះពិបាករកចង្ហាន់ឆាន់អញ្ចឹងទៅហើយទៅដល់ណាក៏មិនអាចគេចផុតពីរឿងមិនល្អនឹងដែរកុំគិតថាចាំមើលអញទៅធ្វើការងារនោះទៅមើលទៅសុខហើយអូយអញទៅនៅស្រុកនេះទៅលែងមានទុក្ខហើយអញបានចេះមកលែងមានទុក្ខអាហ្នឹងវាបានតែមួយពេលវាត្រូវផ្លាស់ប្ដូរជាច្បាប់ធម្មជាតិអនិច្ចំច្បាប់នៃការប្រែប្រួលហ្នឹងអញ្ចឹងវាតលថារៀនសម្របខ្លួនដូចទឹក
ចឹងវាហូរទៅកន្លោះកលៀនណាក៏វាហូរទៅរួចដែរជីវិតហ្នឹងក៏ត្រូវរៀនទទួលស្គាល់ការពិតពេលខ្លះជួបរឿងល្អយើងមានសទ្ធាកំណត់ដឹងថានឹងជាផលបុណ្យល្អយើងធ្លាប់ធ្វើបុណ្យកុសលចាំម៉ែចាំឪធ្វើទានរក្សាសិលមានមេត្តាចម្រើនដោយកុសលធម៌សំពីបុណ្យច្រើនមកក៏បានជួបរឿងល្អស៊ីមានបានគេស្រឡាញ់គេចូលចិត្តប៉ុន្តែវាមិនចឹងទាំងអស់រហូតណាវាត្រូវពេលខ្លះថ្ងៃខ្លះរស់ស៊ីខាតថ្ងៃខ្លះត្រូវជួបគ្រោះថ្នាក់ថ្ងៃខ្លះត្រូវគេឬគេជេរមិនដឹងរឿងអីចឹងទៅអាហ្នឹងវាតតែកំណត់ដឹងថាពេលខ្លះវាមានរឿងមិនល្អអញ្ចឹងមានសទ្ធាមួយកំណត់ដឹងថានឹងជាផលហើយហេតុរបស់វាមិនល្អបាបកម្មធ្លាប់កັບកេងធ្លាប់និយាយដើមធ្លាប់កុហកបោកប្រាស់ធ្លាប់គំរោះគំរើយឲ្យម៉ែឪអីចឹងទៅអញ្ចឹងពូជមិនល្អហ្នឹងវានាំឲ្យជួបផលមិនល្អរឿងមិនល្អហើយបើយើងអង្គុយមួម៉ៅជាមួយនឹងរឿងហ្នឹងអាហ្នឹងបាបថ្មីថែមដៅកាហាយររឿងចងគំនុំគុំគួនអីចឹងទៅបាបថ្មីហ្នឹងបង្កើតពូជមិនល្អថ្មីសម្រាប់ផ្ដល់ផលមិនល្អទៅមុខទៀតតើយើងរៀនកំណត់ដឹងថាជីវិតហ្នឹងវាដូចជាទឹកអាឡោកវាឡើងវាចុះវាជារឿងធម្មជាតិនៃទឹកអាឡោកជីវិតហ្នឹងវាឡើងចុះអញ្ចឹងដែរជួបហើយក៏ដោះស្រាយទៅពឹងពាក់គេខ្លះហើយដោះសេចក្តីទុក្ខពីក្នុងចិត្តថាអ្វីវាមិនចេះតែបានដូចចិត្តទេប្រឹងប្រែងបន្តទៅទៀតទៅកុំតុកសិចកុំអស់សង្ឃឹមកុំអង្គុយស្ដីបន្ទោសអ្នកនេះអ្នកនោះហើយកុំឲ្យវាច្បោកច្បល់ទៅជារឿងគិតខុសទៅជារឿងធ្វើអញ្ចេះទៅបាត់ចង្រៃធ្វើអញ្ចោះទៅផុតគ្រោះអញ្ចឹងចេះតែហក់លោតផុតពីសទ្ធាក្នុងការជឿកម្មផលហ្នឹងជួនកាលវាទៅជាគេបោកប្រាស់អីផ្សេងទៅមិនបានកំណត់ដឹងថាយើងមានពូជមិនល្អយើងទទួលផលមិនល្អមិនអាចអ្នកណាមកខាត់ខាំងរារាំងបានទេហើយបើយើងចង់បានផលល្អយើងប្រឹងប្រែងសំពូជល្អពីឥឡូវទៅហើយរឿងកម្មពីអតីតយើងមិនអាចទៅលុបបំបត្តិបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គនៅទទួលផលនៃកម្មចាស់ហ្នឹងដែរត្រូវចុកខ្នងត្រូវគេពមៀលដុំថ្មទេវទត្តពមៀលដុំថ្មមកត្រូវជើងព្រះអង្គបែកឈាមអញ្ចឹងទៅត្រូវធ្លាក់ព្រះលោហិតអីចឹងទៅអាហ្នឹងព្រះផងទៅខាត់កម្មខ្លួនឯងហ្នឹងខាត់មិនបានផងអញ្ចឹងឲ្យមានកម្មសកតាសទ្ធាថាសទ្ធាជឿជាក់មុតមមមួយថាសត្វលោករួមទាំងយើងគ្រប់គ្នាហ្នឹងប្រព្រឹត្តទៅតាមកម្លាំងកម្មអំពើដែលយើងបានធ្វើទាំងអតីតទាំងបច្ចុប្បន្នយើងអាចកែប្រែជោគវាសនាយើងទៅអនាគតបានប៉ុន្តែយើងត្រូវចាប់ផ្ដើមសាងហេតុល្អពីឥឡូវទៅយើងមិនអាចផ្ដេកផ្ដួលទៅលើកម្មពីអតីតទាំងស្រុងឯងតែកាលណាយើងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ដូចថាផ្អើលតាមគេអ្នកនេះឮចេះអ្នកនោះឮចោះចេះតែជួលច្រាលទៅឯងខ្ញុំជាអ្នកសម្រេចជោគវាសនាជីវិតរបស់ខ្ញុំទង្វើរបស់ខ្ញុំជាអ្នកចាត់ចែងជោគវាសនាឲ្យខ្ញុំជាម្ចាស់ជីវិតម្ចាស់ជោគវាសនាអាហ្នឹងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ផ្ដេកផ្ដួលទៅរឿងអីផ្សេងទេអាហ្នឹងសទ្ធាប្រកបវិជ្ជាក្នុងពុទ្ធសាសនាធ្វើឲ្យយើងរឹងប៉ឹង